យើងដាក់លបោបាទលបោស្ដាច់បដោះបាទខ្ញុំចូលចិត្តស្ដាច់បដោះច្រើនដាក់ច្រើនពេកបងប្អូនបាទហើយឥឡូវយើងចាប់ផ្ដើមដួសបបរបាទបបរចូលឈាមមាន់បាញ់កាញ់មាន់ចូលនេះមាន់យើងដាក់ពីលើចឹងមកបងប្អូនណាដាក់តែប៉ុណ្្នឹងមកហើយយើងចាប់ដាក់គ្រឿងរបស់យើងមានខ្ទឹមបំពងបាទដាក់ខ្ទឹមបំពងបន្តិចមកដាក់សៀងចូលបាទរយជីពីលើវាយពីលើបងប្អូនណាថាខ្វះដែលយើងកាត់ទៅខ្លីៗហើយស្រាច់បងប្អូនបាទខ្ញុំបាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយក៏សូមស្វាគមន៍មកកាន់ Channel ខុកវិទ្យាគុណទាំងអស់គ្នាបាទថ្ងៃនេះខុកវិទ្យាគុណសូមលើកយកមុខម្ហូបមួយមុខដែលពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរបាទមុខម្ហូបនេះមានឈ្មោះថាបបរគ្រឿងសាច់មាន់បងប្អូនបាទសម្រាប់បបរគ្រឿងរបស់ខ្មែរយើងគឺយើងអាចបបរជាមួយសាច់ជ្រូកក៏បានជើងជ្រូកក៏បានបងប្អូនបាទហើយយើងជាមួយសាច់មាន់ផងក៏បានដែរបងប្អូនបាទតែថ្ងៃនេះខ្ញុំបាទសូមធ្វើបបរគ្រឿងបាទសម្រាប់ញ៉ាំសម្រាប់គ្រួសាររបស់ខ្ញុំគឺខ្ញុំធ្វើជាមួយមាន់បងប្អូនគឺសាច់មាន់អញ្ចឹងមុននឹងឈានទៅដល់ការធ្វើបបរគ្រឿងគឺសូមបងប្អូនមកតាមដានទស្សនាអំពីគ្រឿងផ្សំនៃបបរគ្រឿងរបស់ខ្ញុំជាមុនសិនបងប្អូនបាទបបរគ្រឿងសាច់មាន់ណាបងប្អូនបាទជាដំបូងគឺសូមណែនាំគឺខ្ញុំបានទិញមាន់ខ្មែរមួយចំហៀងបងប្អូនបាទគឺសម្រាប់4នាក់គឺបានឲ្យបងប្អូនបាទសាច់មាន់មួយចំហៀងមាន់ខ្មែរបងប្អូនបាទហើយជាបន្តទៀតខ្ញុំក៏មានឈាមមាន់បងប្អូនណាគឺខ្ញុំចូលចិត្តបបរគ្រឿងខ្ញុំចូលចិត្តដាក់ឈាមមាន់ណាបងប្អូនបាទហើយជាបន្តទៀតគឺនេះគឺបង្គាក្រៀមហើយនឹងមឹកគេហៅថាបង្គាយឺហឺបងប្អូនបាទហើយមានឆៃពៅបងប្អូនឆៃពៅយើងដាក់ក្នុងបបររបស់យើងបងប្អូនបាទហើយជាបន្តទៀតគឺកាពិបងប្អូនខ្ញុំដាក់បបរគ្រឿងរបស់ខ្ញុំចូលចិត្តដាក់កាពិបងប្អូនបាទកាពិយើងដាក់បន្តិចតែប៉ុណ្្នឹងទៅបងប្អូនបាទជាបន្តទៀតគឺម្សៅស៊ុបបងប្អូនបាទម្សៅស៊ុបជាបន្តទៀតគឺទឹកត្រីបងប្អូនបាទទឹកត្រីបាទជាបន្តទៀតគឺប៊ីចេងបងប្អូនបាទប៊ីចេងយើងដាក់បន្តិចទៅបាទជាបន្តទៀតគឺស្ករត្នោតបងប្អូនបាទស្ករត្នោតគឺជាស្កររបស់ខ្មែរយើងតាំងពីបរមរានកាលមកហើយបងប្អូនគឺរាប់ពាន់តចំនួនជាច្រើនចំនួនមកហើយគឺយើងម្ហូបខ្មែររបស់យើងគឺប្រើស្ករត្នោតបងប្អូនបាទហើយជាបន្តទៀតគឺអង្ករបងប្អូនអង្ករផ្កាម្លិះនេះខ្ញុំដាក់ប្រហែលជា7កំប៉ុងថាកាច់កំប៉ុងចាស់បងប្អូនបាទហើយជាបន្តទៀតគឺខ្ញុំមានបាញ់កាញ់បងប្អូនគឺបាញ់កាញ់សម្រាប់ដាក់យើងកាត់ឲ្យខ្លីៗដាក់ក្នុងបបររបស់យើងបងប្អូនបាទចំណែកគ្រឿងដែលយើងត្រូវញ៉ាំមួយបបរនោះគឺមានសណ្តែកបដោះបងប្អូនបាទសណ្តែកបដោះបងប្អូននេះខ្ញុំយកអាខ្លីៗបែបហ្នឹងក៏យកវិញពេកទេបាទសណ្តែកសម្រាប់សណ្តែកបដោះបាទក៏មានជីផងដែរបងប្អូនជីរណាបងប្អូនជីរណាគឺក្រោយមកយើងនឹងហាន់ជាល្អិតដើម្បីដាក់ក្នុងបបររបស់យើងបាទគេមានឆាខ្វាយបងប្អូនបាទគឺបបរគ្រឿងខ្មែរគឺកុំភ្លេចឆាខ្វាយបងប្អូនបាទបង្កើនរសជាតិពេលយើងញ៉ាំបបរគ្រឿងដាក់ឆាខ្វាយទៅធ្វើឲ្យរសជាតិបបរគ្រឿងរបស់យើងកាន់តែឆ្ងាញ់បងប្អូនបាទជាបន្តគឺខ្ទឹមសបងប្អូនដែលខ្ញុំបានចិញ្ច្រាំមកហើយគឺក្រោយមកយើងនឹងយកទៅបំពងឲ្យក្រៀមឲ្យស្រួយបានល្អបងប្អូនបាទសម្រាប់យើងញ៉ាំមួយបបរបងប្អូនបាទជាបន្តទៀតគឺសៀងបងប្អូនបាទសៀងអ្នកខ្លះគេចិញ្ច្រាំបងប្អូនចិញ្ច្រាំយកកាកសៀងហ្នឹងចិញ្ច្រាំឲ្យម៉ត់តែខ្ញុំអត់ទេខ្ញុំចូលចិត្តដាក់ទាំងអស់អញ្ចឹងបងប្អូនបាទជាបន្តទៀតគឺម្រេចបងប្អូនគឺសម្រាប់ដាក់បបរអញ្ចឹងបើបបរគ្រឿងរបស់យើងបើសិនអត់ដាក់ម្រេចទេគឺអត់ឆ្ងាញ់ទេបាទនេះស្ករសគឺយើងសម្រាប់ថែមថយពេលបបររបស់យើងធម្មតាយើងដាក់ញ៉ាំបបរអាចจะថែមស្ករតិចតួចបងប្អូនបាទហើយក៏មានក្រូចឆ្មាផងដែរសម្រាប់យើងច្បាច់ក្រូចឆ្មាគឺបន្ថែមនៅរសជាតិនៃបបរគ្រឿងរបស់យើងឲ្យកាន់តែមានរសជាតិឆ្ងាញ់បងប្អូនបាទអូខេអញ្ចឹងជាបន្តទៀតយើងទៅធ្វើការចម្អិនបបរគ្រឿងសាច់មាន់របស់យើងទាំងអស់គ្នាបងប្អូនបាទតោះបងប្អូនឥឡូវក្នុងរយៈពេលដែលយើងកំពុងតែស្ងោរមាន់យើងរងចាំមាន់ឲ្យផុយឥឡូវយើងនេះកុំឲ្យខាតពេលវេលាយូរយើងមកធ្វើការបំពងខ្ទឹមបងប្អូនបាទបំពងខ្ទឹមសរបស់យើងសិនដំបូងយើងដាក់ប្រេងឆាចូលបាទបន្ទាប់មកយើងធ្វើការបំពងខ្ទឹមរបស់យើងបងប្អូនបាទយើងធ្វើការបំពងខ្ទឹមដើម្បីទុកញ៉ាំជាមួយបបរហើយយើងទុកខ្លះដើម្បីយើងធ្វើការឆាអង្ករបងប្អូនបាទ
ដល់លើខ្ទឹមបំពងយើងចាប់ផ្ដើមលឿងណាបងប្អូនបាទត្រៀមបានល្អហើយបាទចឹងបានល្អបាទយើងបន្តមកទៀតគឺយើងខ្ទឹមនៅក្នុងផ្ទះនេះខ្លះដើម្បីយើងធ្វើការឆាអង្ករបងប្អូនបាទអញ្ចឹងយើងចាក់អង្ករចូលបាទការបបរគ្រឿងដែលយើងមុននឹងបបរយើងត្រូវឆាអង្ករនេះគឺប្រយោជន៍អីគេបងប្អូនបាទប្រយោជន៍ទី1គឺកុំឲ្យគ្រាប់អង្កររបស់យើងរីកខ្លាំងពេកបងប្អូនបាទយើងឆាទៅវាក្រៀមទៅវាក្រៀមគ្រាប់អង្កររបស់យើងវាអត់សូវរីកខ្លាំងពេកទេរីកធំពេកបើបបរបើយើងមើលទៅបើគ្រាប់អង្ករវារីកធំពេកលើទៅវាអត់សំណងហើយវាអត់សូវឆ្ងាញ់បាទហើយទី2គឺយើងធ្វើឲ្យបបររបស់យើងរសជាតិកាន់តែឈ្ងុយឆ្ងាញ់បងប្អូនបាទចឹងយើងឆាទៅឆាអង្ករនេះបាទយើងឆាអង្ករបបរយើងឆាអង្ករនេះដើម្បីកុំឲ្យវារីកទៅយើងទុកយូរប៉ុណ្ណាក៏វាអត់សូវរីកធំដូចយើងអត់ឆាទេបងប្អូនបាទចឹងបានគេត្រូវឆាអង្ករជាមុនសិនមុននឹងយកទៅបបរបងប្អូនបាទការឆាអង្កររបស់ខ្ញុំគឺបានរួចរាល់ហើយយើងឆាឲ្យក្រៀមបងប្អូនឲ្យវាស្ងួតបន្តិចណាបងប្អូនបាទចឹងយើងធ្វើការបិទភ្លើងបាទអូខេតែប៉ុណ្ណឹងមកបានហើយបងប្អូនបាទចឹងយើងទុកទៅបាទយើងចាក់ទុកទៅដើម្បីយើងត្រៀមបបរបងប្អូនដាក់ចូលក្នុងទឹកស្ងោរមាន់របស់យើងតែម្ដងបងប្អូនបាទចឹងបងប្អូនធ្វើតាមខ្ញុំអត់ខុសទេបងប្អូនយើងនឹងទទួលបាននៅបបរមានរសជាតិឆ្ងាញ់តែម្ដងបងប្អូនបាទតទៀតមកមើលមាន់របស់យើងមាន់ស្ងោររបស់យើងគឺបានយើងឃើញថាបានឆ្អិនល្អហើយក៏ផុយល្អដែរបងប្អូនបាទមាន់របស់យើងគឺឆ្អិនល្អហើយក៏ផុយល្អដែរបងប្អូនណាអញ្ចឹងយើងចាប់ផ្ដើមស្រង់វាដើម្បីទុកមួយលើសិនបាទបងប្អូនបាទហើយដើម្បីយើងធ្វើការបបរម្ដងបងប្អូនបាទឥឡូវយើងស្រង់មួយទុកមួយលើសិនណាបងប្អូនបាទបន្តទៀតយើងចាប់ផ្ដើមដាក់អង្ករចូលបងប្អូនបាទដាក់អង្ករដើម្បីបបរបងប្អូនបាទបបរដាក់អង្ករដែលយើងឆាទុកអំបញ្ញមិញហ្នឹងចូលបាទចូលដើម្បីយើងបបរឲ្យវាឈ្ងុយល្អបងប្អូនបាទអញ្ចឹងអង្ករយើងនេះគឺអត់រីកទេបងប្អូនបើគឺឆ្អិនគឺអត់រីកក្រមអង្ករអត់រីកខ្លាំងដូចតែយើងអត់បានឆាទេបងប្អូនបាទអូខេបន្តទៀតយើងគ្របទុកទៅដើម្បីរងចាំឲ្យអង្ករផុយដើម្បីឲ្យទឹកពុះហើយអង្ករផុយចាំយើងបន្ថែមគ្រឿងបន្តទៀតក្នុងរយៈពេលដែលយើងកំពុងតែបបរហើយដើម្បីរងចាំអង្ករឲ្យបានរីកឆ្អិនល្អយើងមកធ្វើការកាត់បាញ់កាំងរបស់យើងឲ្យខ្លីៗបងប្អូនដើម្បីយើងត្រៀមទុកដាក់ចូលក្នុងបបរបាទហើយគេកាត់ខ្លីៗអញ្ចឹងមកដើម្បីងាយញ៉ាំបងប្អូនបាទងាយញ៉ាំបាទវាអត់វែងបើយើងអត់កាត់ទេគឺវាវែងទៅយើងពិបាកញ៉ាំបងប្អូនក្នុងរយៈពេលដែលបបររបស់យើងអត់ទាន់បានផុយអង្ករល្អយើងមកឆ្លៀតហាន់ជីបងប្អូនជីរណានេះយើងហាន់ដើម្បីត្រៀមទុកដាក់បបររបស់យើងបាទយើងហាន់ឲ្យវាអត់ទេបងប្អូនបាទដើម្បីយើងត្រៀមដាក់បបររបស់យើងបាទអត់ដៃសិនបងប្អូនឲ្យមានអនាម័យបន្តិចបាទយើងបេះសាច់មាន់យើងឲ្យតូចៗទេបងប្អូនបាទគឺសាច់មាន់ផុយល្អបងប្អូនបាទបេះចឹងមកយើងដាក់ក្នុងបបរវាងាយញ៉ាំបងប្អូនបាទគឺធ្វើការបេះសាច់ឲ្យវាតូចចឹងមកបាទហើយបងប្អូនយើងបន្តមកមើលបបររបស់យើងបាទឃើញថាអង្ករនេះបានរីកល្អហើយបងប្អូនបាទឥឡូវយើងចាប់ផ្ដើមដាក់គ្រឿងចូលតែម្ដងបងប្អូនបាទអត់យើងចាប់ផ្ដើមដាក់គ្រឿងចូលបាទដំបូងដាក់កាពិបងប្អូនបាទដាក់កាពិចូលបាទបងប្អូនដែលបបរគ្រឿងដាក់កាពិដាក់បងប្អូនបាទខ្ញុំចូលចិត្តដាក់កាពិដើម្បីបន្ថែមរសជាតិឥឡូវដាក់ទឹកត្រីចូលបាទដាក់ប៊ីចេងចូលបងប្អូនបាទដាក់ប៊ីចេងចូលដាក់ស៊ុបម្សៅស៊ុបចូលបាទយើងឃើញថាករបស់យើងបានល្អហើយបងប្អូនបាទរីកបានល្អហើយបាទជាបន្តទៀតយើងដាក់ស្ករបាទស្ករត្នោតចូលបាទស្ករត្នោតធ្វើឲ្យម្ហូបគ្រប់យ៉ាងរបស់ខ្មែរយើងគឺមានរសជាតិកាន់តែឆ្ងាញ់បងប្អូនបាទបន្តមកហាន់ឈាមរបស់យើងឲ្យឈាមមាន់បងប្អូនឈាមមាន់នេះហាន់ឲ្យវាដុំតូចៗទៅដាក់ចូលក្នុងបបររបស់យើងដើម្បីយើងដាក់ឈាមជ្រូកក៏បានប៉ុន្តែខ្ញុំចូលចិត្តដាក់ឈាមមាន់វិញឈាមមាន់ឆ្ងាញ់ជាងឈាមជ្រូកអញ្ចឹងហាន់ឲ្យតូចៗអញ្ចឹងមក
តើឥឡូវឃើញថាបបររបស់យើងបានឆ្អិនល្អហើយបាទឥឡូវយើងចាប់ផ្ដើមដាក់ឈាមមាន់បងប្អូនឈាមមាន់និងកាទៀវកាត់ចុងក្រោយគេបាទឥឡូវយើងដាក់ឈាមមាន់ចូលឈាមមាន់ចូលបាទតមកយើងធ្វើការដាក់កាទៀវកាត់បងប្អូនបាទដាក់កាទៀវដាក់ថាបាញ់កាំងនេះហៅថាបាញ់កាំងដាក់បាញ់កាំងចូលបាទយើងទុកឲ្យពុះ4-5 នាទីទៅបងប្អូនបាទដើម្បីឲ្យឈាមមាន់វាបានឆ្អិនបានល្អហើយនឹងកាទៀវកាត់ក៏បានចូលជាតិជាមួយនឹងបបររបស់យើងបងប្អូនបាញ់កាំងបងប្អូនបាទគេហៅបបរបាញ់កាំងបងប្អូនណាបាទតើបងប្អូនមកមើលបបររបស់យើងបាទបបររបស់យើងចុងក្រោយបងប្អូនបាទឃើញថាល្អហើយបងប្អូនបាទល្មមបាទមិនគោកពេកមិនរាវពេកបងប្អូនល្មមតែម្ដងបាទឆ្អិនល្អហើយបាទអូខេបងប្អូនឥឡូវបបររបស់យើងបានឆ្អិនរួចរាល់ហើយចាប់សពគ្រប់ហើយបងប្អូនឥឡូវយើងចាប់ដើមដួសបបរដាក់ចានដំបូងយើងដាក់លបោយបាទលបោយស្ដេចបដោះហើយនឹងចូលចិត្តស្ដេចបដោះច្រើនដាក់ច្រើនពេកបងប្អូនបាទហើយឥឡូវយើងចាប់ដើមដួសបបរបាទបបរចូលឈាមមាន់បាញ់កាំងដាក់បាញ់កាំងចូលអូខេបាទឥឡូវយើងចាប់ផ្ដើមដាក់សាច់មាន់ហ្នឹងបងប្អូនបាទដាក់សាច់មាន់ចូលនេះសាច់មាន់យើងដាក់ពីលើចឹងមកបងប្អូនណាដាក់តែប៉ុណ្្នឹងមកបាទហើយយើងចាប់ផ្ដើមដាក់គ្រឿងរបស់យើងបាទដាក់គ្រឿងរបស់យើងមានខ្ទឹមបំពងបាទដាក់ខ្ទឹមបំពងបន្តិចមកដាក់សៀងចូលប៉ុណ្ណឹងហើយយើងដាក់ស្ករបន្តិចបងប្អូនដាក់ស្ករបន្តិចទៅបាទហើយម្រេចបងប្អូនដាក់ម្រេចរោយម្រេចពីលើបាទហើយចុងក្រោយយើងដាក់ជីបាទរោយជីពីលើបាទហើយយើងចំបាច់ក្រូចឆ្មាបងប្អូនបាទចំបាច់ក្រូចឆ្មាចូលហើយយើងចំបាច់ក្រូចឆ្មាចូលបន្តិចទៅបាទក្រូចឆ្មាបើយើងអត់ដាក់ទេបបរយើងអត់សូវឆ្ងាញ់ទេបាទហើយជាបន្តទៀតយើងដាក់ឆាខ្វៃពីលើបងប្អូនបាទឆាខ្វៃដែលយើងកាត់ទៅខ្លីៗហើយស្រាប់បងប្អូនបាទអូខេបងប្អូននេះតំណងហ្នឹងបងប្អូនបាទពិតជាមានរសជាតិឆ្ងាញ់បងប្អូនបាទបបរនេះបាទយើងឥឡូវយើងច្បល់ឲ្យចូលជាមួយឆាខ្វៃមួយបបររបស់យើងឲ្យបានល្អទៅតែគ្រឿងយើងដាក់មិញហ្នឹងបងប្អូនបាទតែគ្រឿងយើងដាក់សពគ្រប់មិញយើងច្បល់ឲ្យចូលគ្នាមកបងប្អូនបាទចឹងមកតំណងបងប្អូនបាទតំណងមែនតើណានេះបាទចឹងការធ្វើបបរគ្រឿងសាច់មាន់របស់ខ្ញុំបាទគឺនៅពេលនេះគឺដល់ទីបញ្ចប់ហើយបងប្អូនបាទអញ្ចឹងសូមអរគុណច្រើនចំពោះបងប្អូនដែលបានចូលរួមទស្សនាវីដេអូខ្ញុំបាទតាំងពីដើមរហូតដល់ចប់ហើយបាទហើយសម្រាប់បងប្អូនដែលមិនទាន់បានចុច Subscribe សូមមេត្តាជួយចុច Subscribe អ្នកមួយផងបងប្អូនបាទដើម្បីទទួលបានមុខថ្មីជាបន្តទៀតបងប្អូនបាទជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាហើយសន្យាជួបបងប្អូននៅមុខម្ហូបខ្មែរថ្មីបន្តទៀតបាទបាយបាយ